អស់រយៈពេលជាច្រើនសតវត្សរ៍ណាស់មកហើយដែលយើងបានដឹងបានឮអំពីយក្សដែលជាសភាវៈមួយដែលបានគ្រប់គ្រងផែនដីហើយបានសាងសង់ប្រាសាទលើកថ្មហើយបានបាត់ខ្លួននៅក្នុងទេវកថាគ្រប់វប្បធម៌ទាំងអស់នៅលើពិភពលោកដែលបានចងចាំអំពីយក្សទាំងអស់នេះក៏ប៉ុន្តែតើយក្សនេះមានពិតដែរឬទេឬគ្រាន់តែជាសភាវៈនៅក្នុងរឿងព្រេងតែប៉ុណ្ណោះឥឡូវយើងមកដឹងទាំងអស់គ្នាហើយសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះ David តោះទៅដឹងនឹងទាំងអស់គ្នាមុននឹងចាប់ផ្ដើមវីដេអូដែរខ្ញុំសូមណែនាំមកទាំងអស់មួយដែលមានឈ្មោះថា Meliora ហើយវាមាន4ក្លិនសម្រាប់ទាំងបរិសុទ្ធនិងនារីក្លិនរបស់វានីមួយៗ inspire ដោយ brand ទាំងអស់ល្បីៗតែម្ដងសម្រាប់អ្នកទាំងអស់គ្នាចង់បានខ្ញុំមានតម្លៃពិសេសជូនហើយ link Telegram នៅក្នុង description នៅខាងក្រោមនៅទូទាំងពិភពលោកទាំងមូលរឿងរ៉ាវអំពីសភាវៈមួយដែលធំសម្បើមបានលើកឡើងម្ដងហើយម្ដងទៀតនៅក្នុងប្រាសាទនៅក្នុងទេវកថាឬក៏អត្ថបទផ្សេងៗប៉ុន្តែនៅពេលដែលអ្នកវិទ្យាសាស្ត្រស្វែងរកភស្តុតាងសម្រាប់ឆ្អឹង DNA ឬក៏ fossil ពួកអ្នកវិទ្យាសាស្ត្រមិនបានរកឃើញអ្វីដែលជាភស្តុតាងជាក់ស្ដែងអំពីសភាវៈមួយដែលនៅក្នុងរឿងព្រេងនេះនោះទេក៏ប៉ុន្តែហេតុអ្វីបានជាវប្បធម៌ជាច្រើននៅក្នុងពិភពលោកនេះបានចងចាំអំពីយក្សទាំងអស់នេះហើយប្រហែលជាទេវកថាទាំងអស់នេះអាចមានបំណែកនៃសេចក្តីពិតអំពីការចងចាំអំពីយក្សពិតប្រាកដមែននៅលើភពផែនដីយើងនេះហើយមានរឿងព្រេងជាច្រើនដែលបាននិយាយអំពីពពួកយក្សទាំងអស់នេះសូម្បីតែនៅក្នុង Book of Genesis ពួកគេគឺជា Nephilim ហើយជនជាតិសូម៉ារីហៅពួកគេថា Anunnaki ដែលជាសភាវៈដែលមានអំណាចចុះមកពីលើមេឃដែលបានមកកើតមនុស្សដំបូងនេះឯងហើយពួកជនជាតិ North ក៏មានរឿងនិទានអំពី Frost Giant ដែរហើយ Greek ក៏មានរឿងនិទានអំពី Titan ជាក់ស្ដែងនៅក្នុងវប្បធម៌ខ្មែររបស់យើងសភាវៈនេះគេហៅថាយក្សដែលជាសភាវៈមួយធំសម្បើមជាអ្នកការពារហើយបានឆ្លាក់ជាប់នៅក្នុងប្រាសាទអង្គរវត្តនិងព្រះបរមរាជវាំងនិងកន្លែងផ្សេងៗផងដែរហើយវាតំណាងឲ្យភាពកាចសាហាវមានអំណាចនិងធំធេងនៅក្នុងជីវិតហើយយក្សទាំងអស់នេះក្លាយជាអ្នកការពារទីសក្ការៈបូជានិងតំណាងឲ្យកម្លាំងនៃទេវភាពនិយាយរួមទៅគ្រប់វប្បធម៌ទាំងអស់ពីប៉ែកខាងជើងរហូតដល់តំបន់ត្រូពិចនៃប្រទេសកម្ពុជាហើយជាក់ស្ដែងបុព្វបុរសរបស់យើងហាក់ដូចជាជឿជាក់ថាមានយក្សធ្លាប់បានគ្រប់គ្រងផែនដីរបស់យើងអញ្ចឹងប៉ុន្តែវាក៏មានការអះអាងពីខាងវរ៉ានវិទូផងដែរដោយនៅសតវត្សឆ្នាំ1800អ្នករករកជនជាតិអាមេរិកខាងជើងមួយបានអះអាងថាគាត់បានរកឃើញគ្រោងឆ្អឹងដ៏ធំសម្បើមដែលត្រូវបានកប់នៅក្នុងគំនរបុរាណដែលអ្នកខ្លះនិយាយថាពួកវាមានកម្ពស់រហូតដល់8 feet ឯណោះហើយនៅសម័យនោះក៏សែតបានបោះពុំចំណងជើងយ៉ាងធំតែម្ដងដែលគួរឲ្យចាប់អារម្មណ៍ថាឆ្អឹងយក្សដែលបានរកឃើញនៅក្នុងរដ្ឋអូហាយ៉ូហើយសារមន្ទីរក៏បានបញ្ញាបញ្ញាលទៅស៊ើបអង្កេតតែម្ដងប៉ុន្តែភស្តុតាងទាំងអស់នោះត្រូវបានច្រានចោលទៅវិញដោយសារតែឆ្អឹងនោះត្រូវបានគេប៉ាន់ស្មានថាបាត់បង់មួយផ្នែកធំហើយអាចមានការវាស់វែងខុសហើយប្រហែលជា fossil របស់សត្វទៅវិញនោះទេហើយនៅពេលដែលអ្នកវិទ្យាសាស្ត្របានពិនិត្យឡើងវិញនៃការអះអាងថាវាគឺជា fossil របស់ពូជសាសយក្សនោះវាត្រូវបានច្រានចោល 100% តែម្ដងនៅក្រោមការពិនិត្យយ៉ាងម៉ត់ចត់ហើយមិនធ្លាប់មានគ្រោងឆ្អឹង fossil ដែលបានផ្ទៀងផ្ទាត់ថាវាគឺជា fossil របស់មនុស្សយក្សបុរាណនោះទេត្រូវបានគេរកឃើញក៏ប៉ុន្តែយើងក៏មិនអាចច្រានចោលថាយក្សពិតជាគ្មាននោះទេក៏ព្រោះតែជីវវិទ្យាបានប្រាប់ពីរឿងដ៏សោកស្មាញជានេះទៅទៀតដោយគ្រប់គ្នាបានដឹងហើយថាមនុស្សយើងមានកម្ពស់និងទំហំខុសៗគ្នាក៏ប៉ុន្តែជីវសាស្ត្រក្នុងខ្លួនរបស់យើងមានដែនកំណត់ភាពធំធាត់របស់យើងបណ្ដាលមកពីការផ្លាស់ប្ដូរដ៏កម្រនៅក្នុង genetic របស់យើងគឺ gen G81 និង AIP ដែលអាចបង្កើតកម្ពស់ដែលខុសពីធម្មតាតែម្ដងដូចជាលោក Robert Wadlow ដែលមានកម្ពស់រហូតដល់8 feet 11 inch ឯណោះក៏ប៉ុន្តែបើសិនបើលើសពីនេះគ្រោងឆ្អឹងរបស់មនុស្សយើងមិនអាចទ្រាំទ្រង់បាននោះទេយ៉ាងណាក៏ដោយប្រវត្តិសាស្ត្ររបស់យើងពិតជាមានសភាវៈយក្សពិតប្រាកដមែនគ្រាន់តែមិនមែនជាមនុស្សយក្សដូចដែលយើងបានឃើញក្នុងសៀវភៅឬក៏រឿងព្រេងឬក៏រូបចម្លាក់នោះទេដូចជា Gigantopithecus ដែលជាស្វាដ៏កម្រមួយនៅក្នុងអាស៊ីអាគ្នេយ៍ដែលមានកម្ពស់ជិត10 feet ហើយមានទម្ងន់ជាងកន្លះតោនឯណោះហើយ fossil របស់វាត្រូវបានរកឃើញនៅក្នុងប្រទេសចិនវៀតណាមហើយក៏មួយចំនួននៅក្នុងប្រទេសកម្ពុជាផងដែរ Parenterus boisei ដែលជាបងប្អូនជីដូនមួយជាមួយនឹងមនុស្សយើងដំបូងដែលមានថ្គាមនិងរលាកក្បាលដ៏ធំសម្បើមដែលបានសាងសង់ឡើងសម្រាប់កម្លាំងនៃការកំទេចតែម្ដងហើយរលាកក្បាលនេះហើយគឺធំលើសលប់តែម្ដងដូចជាយក្សអញ្ចឹងហើយ Denisovan ក៏ជាសាខាមេធៀងនៃពូជសាសន៍មនុស្សយើងដំបូងផងដែរដែលមានទំហំធំជាងនិងរឹងមាំជាងមនុស្សយើងហើយ DNA របស់វាត្រូវបានរកឃើញនៅក្នុងមនុស្សសពថ្ងៃនេះដូចជានៅក្នុងប៉ែកអាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិកដូច្នេះយើងអាចសន្មត់ជាបឋមថាយក្សពិតជាបានធ្លាប់នៅលើភពផែនដីយើងមែនប៉ុន្តែពួកវាមិនមែនជាសត្វចម្លែកនៅក្នុងទេវកថាដែលយើងបានស្គាល់បានឃើញនោះទេយើងអាចនិយាយបានថាវាអាចជាសាច់ញាតិដែលបានវិវត្តខ្លួនរបស់មនុស្សយើងមកដល់ពេលបច្ចុប្បន្ននេះហើយមាន conspiracy theory ជាច្រើនដែលបានលើកឡើងអំពីពពួកយក្សនេះដែរ
ហើយគឺលើកជាសំណួរជាច្រើនថាប្រសិនបើវិទ្យាសាស្ត្រមិនបានរកឃើញអំពីពូជសាសន៍មនុស្សយក្សនេះហេតុអ្វីបានជារឿងរ៉ាវនេះបានបន្តជាច្រើនរហូតមកដល់ពេលបច្ចុប្បន្ននេះអ្នកជំនាញខាងផ្នែកនរវិទ្យាខ្លះបានជឿជាក់ថាមនុស្សបុរាណដែលបានរកឃើញ fossil នៃសត្វ Mammoth, Dinosaur ឬក៏សូម្បីតែ Gigantopithecus ហើយគិតថាវាគឺជាឆ្អឹងរបស់មនុស្សសម័យដើមហើយអ្នកផ្សេងទៀតបានមើលឃើញថារឿងនិទានទាំងអស់នេះគឺជានិមិត្តរូបដែលតំណាងឲ្យថាយក្សនេះគឺជាប្រភេទកម្លាំងភាពវឹកវរនិងចក្រភពដែលត្រូវបានបំភ្លេចចោលសរុបមកទៅមកវិញដូច្នេះតើយក្សពិតជាមានមែនដែរឬទេយើងអាចឆ្លើយបានថាទោះបីជារឿងរ៉ាវនៃសភាវៈដ៏ធំដែលហៅថាយក្សនេះបានផ្សព្វផ្សាយគ្រប់វប្បធម៌គ្រប់ទីកន្លែងទូទាំងពិភពលោកក៏ដោយក៏ប្រហែលជាកាលពីសម័យដើមវាគឺជាវិធីសាស្ត្រមួយដែលបុព្វបុរសរបស់យើងបានបញ្យល់អំពីអ្វីដែលជាអាចកំបាំងនៃពិភពលោកដែលពួកគេមិនទាន់ស្គាល់ក្នុងសម័យនោះហើយអ្នកទាំងអស់គ្នាអាចសម្រេចចិត្តបានថាវាអាចជាការយល់ច្រឡំរបស់មនុស្សសម័យមុនឬក៏វាពិតជាមានពិតមែននៃអ្វីដែលពួកគេបានឃើញហើយនិយាយតៗគ្នារហូតដល់ពេលបច្ចុប្បន្ននេះដូច្នេះវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេសូមអរគុណគ្រប់គ្នាសម្រាប់ការទស្សនាវីដេអូនេះអ្នកទាំងអស់គ្នាក៏អាចចូលមើលវីដេអូផ្សេងៗរបស់ខ្ញុំបានផងដែរសូមអរគុណ